stop ដាច់ start ជាប់បាទអញ្ចឹង sequence ក៏ដូចជាការបញ្យល់បង្ហាញគឺមានតែប៉ុណ្្នឹងទេបាទសំខាន់យើងមើលយកទៅអនុវត្តហើយស្រាវជ្រាវបន្ថែមទៀតនេះក៏ជាមូលដ្ឋានគ្រឹះ sequence តូចៗដែលខ្ញុំចង់ចែកម្លែកទៅដល់បាទជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនក៏ដូចជាសិស្សានុសិស្សទាំងអស់ថ្ងៃនេះខ្ញុំមាន sequence តិចតួចបាទសាមញ្ញសម្រាប់ចែកជូនទៅដល់បងប្អូនដែលទើបចាប់ផ្ដើមឬក៏បងដែលឆ្លងខាងផ្នែកវិស័យអគ្គិសនីបាទថ្ងៃនេះតែខ្ញុំលើកពី sequence បញ្ជាបាទមិនជា sequence អនុភាពទេកាលណាយើងធ្វើ sequence អនុភាពបានយើងត្រូវធ្វើ sequence បញ្ជាមុនសិនបាទដើម្បីបញ្ជាទៅ sequence អនុភាពបាទចឹងដើម្បីកុំឲ្យខាតពេលបាទយើងទៅទស្សនាទាំងអស់គ្នាពីទូរនទីក៏ដូចជាការដំណើរការរបស់ឧបករណ៍អគ្គិសនីទីសង្ទើនេះខ្ញុំមិនចាំបាច់បញ្ចូលទេព្រោះវាសាមញ្ញហើយបងប្អូនក៏បានយល់ទាំងអស់គ្នាដែរបាទតែសំខាន់គឺទៅលើកុងតាក់ទ័របាទបងប្អូនស្គាល់ហើយកុងតាក់ទ័របងជាងឬបងប្អូនសិស្សានុសិស្សបាទស្គាល់កុងតាក់ទ័រប៉ុន្តែខ្លះពេលខ្លះក៏អត់ទាន់ស្គាល់ថាកុងតាក់ទ័រជាស្អីគេហើយជើងរបស់វាមានទូរនទីធ្វើអីបាទកុងតាក់ទ័រវាប្រៀបបានដូចជាកុងតាក់មួយចឹងបាទដែលគេប្រើដើម្បីធ្វើ sequence បញ្ជាបាទភ្ជាប់អានុភាពធំទៅលើគ្រឿងទទួលរបស់យើងដូចជា motor អញ្ចឹងបាទឥឡូវយើងមកស្គាល់ជើងរបស់វាបាទស្គាល់ជើងរបស់វាឲ្យបានច្បាស់ទើបបងប្អូនអាចភ្ជាប់នឹងធ្វើ sequence បញ្ជាបានបាទឥឡូវយើងមកមើលផ្នែកខាង sequence អនុភាពជើង sequence អនុភាពបាទដែល L1 L2 L3 នេះអានេះគឺជារុនដែលយើងសម្រាប់ដាក់ខ្សែភ្លើងហ្វារបស់យើងហ្នឹងបាទដើម្បីឲ្យ motor ឲ្យដំណើរការហ្នឹងបាទហើយខាងក្រោមនេះគឺជាខាងជើងចេញបាទគេដាក់ T1 T2 T3 បាទគឺជាជើងចេញបាទភ្ជាប់ពីលើនេះមកចេញមកខាងក្រោមនេះទៅ motor ទៅអីចឹងបាទនៅខាងក្រោមហ្នឹងគេអាចមាន overload មានអីចឹងដើម្បីការពារ motor យើងកុំឲ្យខូចពេលដែលឡើងកម្ដៅឬក៏ពេលមានបញ្ហាអញ្ចឹងទៅតែខ្ញុំអត់បញ្យល់រឿង overload ទេបាទកុំឲ្យបងប្អូនស្មុគស្មាញពេលដែលយើងចេះប៉ុណ្ណឹងយើងអាចទៅមុខទេបាទចំណែកជើង13នៃកុងតាក់ទ័រហ្នឹងបាទគឺជាជើងចំហដែលគេដាក់ថា NO បាទជើងចំហបាទបើតែជើងហ្នឹងវាអត់ជាប់គ្នាទេបាទជើង14ជើងចំហបាទវាអត់ជាប់គ្នាទេបើវាជាជើងចំហបាទចំណែកជើង21នេះគឺជើង NC គឺជាជើងជាប់ដែលភាសាអង់គ្លេសគេថា normal close បើ NO នេះគេហៅថា normal open បាទ22នេះក៏ជាជើង NC ដែរ normal close បាទចំណែកជើង A1 ជើង A2 នេះគឺយើងប្រើដើម្បីបញ្ចូលភ្លើងបាទខាង node ខាង pha នឹងពេលណាដែល A1 A2 មានភ្លើងចូលឬក៏ node ចូលហ្នឹងបាទកុងតាក់ទ័រហ្នឹងវានឹងធ្វើការវាវាយនឹងច្បឺតជាប់វាច្បឺតនៅក្នុង coil របស់វានៅខាងក្នុងហ្នឹងកាលណាច្បឺត coil របស់វាធ្វើឲ្យsequence ជាប់គ្នា sequence អនុភាពជាប់គ្នាបាទរវាង L1 L2 L3 មក T1 T2 T3 បញ្ជូនទៅគ្រឿងឧបករណ៍វិហារបាទអញ្ចឹងជើងនីមួយៗយើងបានយល់ច្បាស់ហើយបាទសំខាន់ជើងបើយើងយល់ច្បាស់ពីជើងរបស់វាទូនទីវាយើងអាចធ្វើ sequence បញ្ជាបានហើយបាទអញ្ចឹងយើងមកដឹងពីប៊ូតុង stop បាទប៊ូតុង stop គឺជាប៊ូតុងបែបណាប៊ូតុង stop គឺជាប៊ូតុងជើងជាប់បាទដែលគេតែនិយាយថាជើងជាប់ប៊ូតុង stop ណាគឺ NC ហ្នឹងបាទពីច្រើនលេខរបស់វាគឺគេយកខាងលេខ1និងលេខ2ឬក៏បងប្អូនអាចវាស់អូម៉ែត្រស្ដែងទៅចាក់ទៅខាងណាលឺខាងនោះជាជើង NC ហើយតោះមកប៊ូតុង start គឺជាប៊ូតុងចំហបាទគឺ normal open បាទប៊ូតុង start នេះគឺជើងចំហបាទគឺលេខ3និងលេខ4ជើងរបស់វាបន្ទាប់ពីយើងដឹងទូនទីមួយយើងមកមើលពីការភ្ជាប់របស់វាបាទយើងបញ្ចូលភ្លើងចូលអីធម្មតាមកចូលឌីសង់ទ័ររបស់យើងខាងភ្លើងចេញនេះបាទខាងភ្លើងចេញនេះយើងភ្ជាប់ជាមួយនឹងជើងប៊ូតុង stop បាទខាងផ្នែកជើងជាប់បាទតោះមកចេញពី stop យើងចូល start
ខាងផ្នែកជើងចំហបតង់ start គឺជើងលេខ3លេខ4បាទបន្ទាប់ពីចេញពី start មកយើងចូលជើងលេខ14នៃជើង NO របស់ contactor បាទនេះចំណែកចន្លោះនៃបតង់អស់នៃជើង stop start បាទយើងចូលជើងលេខ13នៃជើង contactor គឺ NO របស់យើងហ្នឹងបាទបន្ទាប់មកបាទយើងប៉ុងបាទពីជើងលេខ14នៃជើង NO របស់ contactor របស់យើងហ្នឹងគឺចូល AP បាទយើងប៉ុងខ្សែភ្លើងចូលមកបាទចូល AP មកបន្ទាប់មក A1 នេះគឺយើងយកខ្សែ node ចូលដែលចេញពី disjunction របស់យើងបាទយើងយកចូលចឹងមកបាទអញ្ចឹងបងប្អូនអាចមើលម្ដងទៀតតាក់ទងជាមួយនឹងការភ្ជាប់ខ្សែបាទកាលណាយើងភ្ជាប់អត់ត្រូវចុចប៊ូតុង start stop ទៅគឺវាអត់ដើរទេបាទ secret របស់យើង secret បញ្ជាលក្ខណៈសាមញ្ញគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនឬជាបងប្អូនបាទយល់បាទពី contactor យល់ពី stop start អីចឹងទៅយើងអាចធ្វើបានហើយបាទជាសំខាន់យើងត្រូវយល់ពីកម្រិតស្រាលទៅសិនបាទខ្ញុំមិនតន់បញ្យល់ដូចជាបង្រៀនទៅលើ secret ធនទេដែលយើងប្រើឧបករណ៍ច្រើនចឹងទៅអានេះយើងគ្រាន់តែប្រើ secret សាមញ្ញដែលហៅថាយើងនិយាយថាមូលដ្ឋានគ្រឹះបាទដើម្បីឲ្យយើងយល់ហើយយើងអាចទៅធ្វើនឹងបែបកំណត់ធ្វើ secret ច្រើនជាងនឹងទៀតបាទដើម្បីថាកាន់តែច្បាស់បាទថាការតបជាប់របស់យើងនេះត្រូវមិនត្រូវបាទយើងអាចចូលទៅមើលកម្មវិធីគេហៅថា CAD Simu ដើម្បី simulate SEMA របស់យើង secret របស់យើងទៅអត់បាទឥឡូវយើងទៅចូលទៅមើលទាំងអស់គ្នាហើយនឹងរៀនគូទាំងអស់គ្នានៅក្នុងកម្មវិធី CAD Simu បាទឥឡូវយើងមកដល់កុំព្យូទ័ររបស់យើងហើយជាមួយនឹងកម្មវិធី CAD Simu របស់យើងដែលគេប្រើសម្រាប់គូ SEMA អគ្គិសនីបាទយើងមើលទាំងអស់គ្នាថាតើអ្វីដែលយើងរៀនអ្វីដែលយើងភ្ជាប់នឹងវាត្រូវអត់អញ្ចឹងយើងរៀនគូទាំងអស់គ្នាបាទសម្រាប់ឧបករណ៍នេះបាទគឺយើងទាញដាក់ចុះរួចជាស្រេចមកបាទស្រួលខ្ញុំជិះទាញមកវែងឆ្ងាយបាទអញ្ចឹងខ្ញុំរៀបចំឲ្យហើយចឹងស្រួលបាទមានលឿនបាទសម្រាប់បងប្អូនទស្សនាបាទបន្ទាប់ពីយើងមានប្រភពនេះ NL ប្រភពភ្លើងហ្នឹងហើយបាទយើងមាន disjunction contactor start stop បាទនៅក្នុងនេះវាមានលេខវាមានសញ្ញាវាច្បាស់បាទងាយស្រួលយើងចាំហើយយើងអនុវត្តបាទនេះគឺជាខ្សែរបស់វាខ្សែ N ខ្សែ L បាទខ្សែផ្នែកក្រហមបាទយើងអូចោលអញ្ចឹងទៅបីគ្រាន់ជាតំណាងថាជាប្រភពភ្លើងរបស់យើងបាទនេះគឺខ្សែ node បាទនេះមកយើងយក node ខ្សែ node នឹងភ្ជាប់មួយអញ្ចឹងទៅបាទតោះមកខាង pha នេះបាទយើងភ្ជាប់ទៅនឹងប៊ូតុង stop របស់យើងបាទប៊ូតុង stop យើងគូភ្ជាប់វាមកបាទប៊ូតុង stop ខ្ញុំប្រាប់ចឹងគឺនៅជើងខាងលេខ1និងលេខ2បាទគឺខាងជាប់បាទយើងចូលមកបាទបន្ទាប់ពីចេញពីចូលពី stop ជើងលេខ1លេខ2យើងចេញពីជើង stop បាទជើងលេខ2ហ្នឹងចូលជើង start បងប្អូនអ្នកច្រឡំជើង start គឺជើងលេខ3លេខ4មិនមែនជើងលេខ1លេខ2ទេបាទយើងភ្ជាប់ចឹងមកបាទនេះជាប់ហើយបាទតើយើងភ្ជាប់ហើយបាទអញ្ចឹងយើងភ្ជាប់ចេញពីជើងលេខ4នៅប៊ូតុង start បាទចូលជើងបាទចូលជើងលេខ14នៃ NO របស់ contactor បាទខ្ញុំបង្ហាញតែ secret បញ្ជាទេ secret អនុភាពគឺពេលក្រោយបាទនេះបន្តយើងភ្ជាប់ចឹងឲ្យអស់ហើយបាទឥឡូវយើងមកមើលចន្លោះប៊ូតុង stop ឲ្យ start បាទអញ្ចឹងកន្លែងហ្នឹងយើងភ្ជាប់គ្នាមកបាទខ្សែភ្លើងចន្លោះ stop start បាទចូលជើងលេខ13នៃ contactor គឺជើង NO ដូចគ្នាបាទបន្តយើងភ្ជាប់ចឹងហើយបាទវានៅសល់ A1 A2 បាទអញ្ចឹងយើងភ្ជាប់ខាង pha អស់ចាំយើងទៅលេងខាងនេះបាទអញ្ចឹងយើងភ្ជាប់បាទយើងប៉ុងពីជើងលេខ14នៃជើង NO របស់ contactor ហ្នឹងបាទចូលជើង A2 នៃ contactor បាទអញ្ចឹងទៅតោះមកយើងទៅលេងខាងខ្សែ node ម្ដងបាទយើងភ្ជាប់ខ្សែ node មកចូលទៅខាង A1 អញ្ចឹងទៅនេះបងប្អូននេះយើងភ្ជាប់ឲ្យអស់ហើយបាទយើងភ្ជាប់ទៅដូចនឹង secret ដែលយើងបានគូនៅលើ slide របស់យើងបាទយើងបញ្ជាក់ថាវាត្រូវឬអត់បើសិនយើងគូខុសយើងភ្ជាប់ខុសគឺវាដាក់ទេបាទអញ្ចឹងយើងក៏មានអំណះអំណាងពណ៌តាំងសម្រាប់បញ្ជាក់ដែរបាទឥឡូវយើងមកមើល secret របស់យើងលើ CAD Simu តាមអ្វីដែលយើងបានរៀននៅលើ slide វាត្រូវអត់បាទបន្ទាប់ពីយើងភ្ជាប់ឲ្យអស់ហើយបាទយើងចាប់ដើម simulate របស់វាបាទយើងចុច run មកបាទតោះមកយើងចុចបើក disjunction បាទពេលណាដែលយើងចុច start disjunction contactor នេះវាបង្ហាញក្រហមបានន័យថាយើងcontactor ដំណើរការបើយើងចុច stop contactor នេះវានឹងលូតមកពណ៌ខ្មៅសភាពដើមរបស់វាបានន័យថាវាផ្ដាច់ដំណើរការឥឡូវយើងចុច start អស់គ្នាឃើញមកនេះឃើញទៅ
នេះយើងចុច start នៅកុងតាក់ទ័របាទភ្លើងរត់មក NO នៅជើងលេខ14បាទវាយបន្ទាប់មកវាចូលទៅក្នុង A2 បាទអញ្ចឹង A2 A1 ជួបគ្នានៅហ្វាកុងតាក់ទ័រដំណាក់កាលអញ្ចឹងភ្លើងវាឆ្លងកាត់លេខ14ទៅលេខ13បាទវាវិលជុំគ្នាអញ្ចឹងធ្វើឲ្យទីសង្ទ័ររបស់យើងកុងតាក់ទ័ររបស់យើងដំណាក់កាលបាទឥឡូវយើងចុចប៊ូតុង stop ចុចប៊ូតុង stop នៅថានេះដាច់ភ្លើងអស់ឃើញទេបងប្អូនត្រូវអត់ខ្ញុំន័យថា secret របស់យើងត្រូវហើយបាទបើយើងចុចប៊ូតុង stop កុងតាក់ទ័រយើងដាច់បាទយើងចុច start កុងតាក់ទ័រយើងដំណើរការវាបើកបាទវាបើកខយឲ្យវាធ្វើឲ្យជាប់ច្រឡំបាទយើងចុច stop ដាច់ start ជាប់ stop ដាច់ start ជាប់បាទអញ្ចឹង secret ក៏ដូចជាការបញ្យល់បង្ហាញគឺមានតែប៉ុណ្្នឹងទេបាទសំខាន់យើងមើលយកទៅអនុវត្តហើយស្រាវជ្រាវបន្ថែមទៀតនេះក៏ជាមូលដ្ឋានគ្រឹះ secret តូចៗដែលខ្ញុំចង់ចែកម្លែកទៅដល់បងប្អូនសិស្សានុសិស្សក៏ដូចជាបងដែលទៅចាប់ផ្ដើមនៅវិស័យអគ្គិសនីថ្មីថ្មោងបាទអ្នកបងជាងដែលគាត់មានជំនាញគាត់ចេះអស់អីចឹងបាទអញ្ចឹងមានតែប៉ុណ្្នឹងសម្រាប់ចែកម្លែកបាទអរគុណសូមជំរាបលាសម្រាប់សូមអរគុណសូមជំរាបលាសម្រាប់ការតាមដានទស្សនានៅវីដេអូខ្ញុំបាទសូមអរគុណ